ok បងប្អូនបាទគាត់ឆ្ងល់សួរខ្ញុំពីរឿងអាហារនេះបាទ fiber នេះគេហៅប្រភេទ fiber នេះទឹកប្រទាលកន្ទុយក្រពើហើយកំប៉ុងតូចជាងគេនេះគេហៅ probiotic បាទគាត់សួរថាចុះ3មុខហ្នឹងដាក់ចូលគ្នាតែម្ដងហើយញ៉ាំបានអត់អូខេបងប្អូនបានបាទព្រោះអត់ដងយើងធ្លាប់ញ៉ាំតែទឹកប្រទាលមួយតែឯងអញ្ចឹងណាលាយជាមួយទឹកសុទ្ធបាទចំពោះទឹកប្រទាលបងប្អូនញ៉ាំទឹកត្រជាក់បាទមានន័យថាទឹកធម្មតារបស់យើងហ្នឹងមិនមែនទឹកដាំពុះទេណាបាទហើយ fiber ក៏អញ្ចឹងដែរបងប្អូនបាទហើយ probiotic នេះបងប្អូនលាយជាមួយ fiber ក៏បានលាយជាមួយទឹកប្រទាលក៏បានអញ្ចឹង3មុខនេះបញ្ជាក់ឡើងវិញយើងអាចលាយចូលគ្នាបានសំខាន់បងប្អូននេះមានតែកែវក្លុកនេះមួយមកអូខេបាទបងប្អូនដាក់ទឹកកន្លះហ្នឹងមកហើយបងប្អូនដាក់ probiotic មកតាព្រាបាទបងប្អូនដាក់ fiber នេះមួយតាព្រាហើយប្រទាលនេះបងប្អូនយកកម្របវានេះធ្វើជារង្វាស់បាទព្រោះនេះវាជាទឹកណាបាទបងប្អូនវាស់ម្ដង3កម្របទៅបាទញ៉ាំម្ដងឬក៏4កម្របបាទក៏កាន់តែឆ្ងាញ់ដែរអូខេអញ្ចឹងពី3មុខនេះបងប្អូនញ៉ាំមួយថ្ងៃ2ដងទៅបាទព្រលឹមឡើងម្ដងងើបពីគេងមកមិនទាន់ដុសថ្មិញទេបាទយើងញ៉ាំក្លុកវាញ៉ាំទៅអូខេបន្ទាប់បងប្អូនញ៉ាំទឹកធម្មតាយើងបន្ថែមណាហើយមួយទៀតមុនគេងបាទមុនគេងពេលយប់បងប្អូនមុនគេង15នាទីបងប្អូនញ៉ាំម្ដងទៀតទៅអូខេអញ្ចឹងមួយថ្ងៃបងប្អូនញ៉ាំ2ដងបាទអញ្ចឹងបងប្អូននៅចង្អល់អីបន្ថែមបងប្អូនអាចសួរមកខ្ញុំបានបាទអរគុណច្រើន